និយាយថាទេចំពោះព័ត៌មានคล้ายៗខ្ញុំឈ្មោះទឹមសវត្ថជាប្រជាពលរដ្ឋនៅភូមិញក្រុងច្បារមនហើយខ្ញុំចូលរួមបុណ្យនៅវត្តកោតនេះចំពោះខ្ញុំយល់ថាបច្ចុប្បន្ននេះគឺមានសភាពការជ្រួលច្របល់ច្រើនដោយសារតាមរយៈព័ត៌មានតាមបណ្ដាញសង្គមនេះឯងព័ត៌មានខ្លះបានបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថាជាព័ត៌មានមិនពិតហើយយើងទទួលយកបានតែចំពោះខ្ញុំគឺព័ត៌មានដែលមិនពិតស្ដែងចេញនៅសកម្មភាពធ្វើឲ្យអស្ថិរភាពសង្គមគឺជាព័ត៌មានដែលមិនពិតប្រាកដព្រោះថាយើងឃើញជាក់ស្ដែងហើយនៅថ្ងៃនេះក៏ដោយតែយើងមកធ្វើពិធីបុណ្យចាពិធីបុណ្យនេះគឺយើងឃើញថាប្រជាពលរដ្ឋសប្បាយរីករាយហើយមានសេរីភាពគ្រប់គ្រាន់ក្នុងការបំពេញសិលទានក៏ដូចជាបំពេញកុសលដូច្នេះព័ត៌មានដែលច្រើនតែចេញពីប្រភព AI ចេញពីប្រភពផ្សេងដូចជាប្រភពបណ្ដាញសង្គមដែលថាស្ថានភាពរបស់ប្រទេសកម្ពុជាចេះមួយចុះពីរគឺសុទ្ធតែជាព័ត៌មានคล้ายៗដែលយើងមិនអាចទទួលយកបានទេព្រោះថានៅប្រទេសកម្ពុជាយើងមិននិយាយតែឥឡូវទេគឺរយៈពេល40ឆ្នាំជាងហើយដែលយើងទទួលបានសុខសន្តិភាពគ្រប់គ្រាន់ហើយធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានក្នុងការដើរហើរក្នុងការរៀបការកូនចៅធ្វើអ្វីដែលជាទំនៀមទម្លាប់ប្រពៃណីដូច្នេះគឺយើងឃើញថាសន្តិភាពពេញលេញសុខសប្បាយកូនចៅមានសិទ្ធិសេរីភាពក្នុងការទៅរៀនក្នុងការទៅបំពេញរបររកស៊ីផ្សេងទៀតគឺអញ្ចឹងយើងទាំងអស់គ្នាទទួលស្គាល់បានចំពោះព័ត៌មានពិតប្រាកដដូច្នេះខ្ញុំទាំងអស់គ្នាប្រឆាំងដាច់ខាតចំពោះព័ត៌មានដែលคล้ายៗដែលតែងតែធ្វើសកម្មភាពឲ្យអស្ថិរភាពក្នុងសង្គមកម្ពុជាព័ត៌មានคล้ายៗដែលចេញមកពីប្រភពបកប្រឆាំងក៏ដូចជាជនអគតិមួយចំនួនគឺធ្វើឡើងដើម្បីតែបង្កអសន្តិសុខក្នុងប្រទេសកម្ពុជាហើយអញ្ចឹងគឺយើងប្រឆាំងដាច់ខាតចំពោះព័ត៌មានទាំងនោះព្រោះយើងឃើញហើយជាក់ស្ដែងហើយថានៅក្នុងប្រទេសកម្ពុជាមានសិទ្ធិសេរីភាពក៏ដូចជាមានការអនុវត្តបានល្អចំពោះនៃរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជាទាំងសកម្មភាពមនុស្សធម៌ទាំងសកម្មភាពផ្សេងទៀតហើយជួយដល់ជនក្រីក្រជួយដល់សកម្មភាពដែលអ្វីដែលធ្វើឲ្យប្រជាជនជួបការលំបាកអញ្ចឹងលោកខិតខំប្រឹងប្រែងណាស់រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋតែងតែគិតគូរដល់ផលប្រយោជន៍អ្នកវិនិយោគទុនដែលលោកអញ្ជើញមកបោះទុនវិនិយោគនៅកម្ពុជាគឺសុទ្ធតែបានជួយគ្រប់គ្រងនិងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទាំងនោះរកស៊ីរកទទួលទានបានប្រកបទៅដោយភាពជោគជ័យនិងមានយុត្តិធម៌ក្នុងសង្គមហើយក្រៅពីនេះទៀតចំពោះព័ត៌មានចេញមកពីប្រភពខាងក្រៅប្រទេសដែលតែងតែប្រឆាំងជាមួយរាជរដ្ឋាភិបាលខ្ញុំសូមកោតទោសយ៉ាងដាច់ខាតហើយមិនគ្រប់គ្រងជាដាច់ខាតចំពោះព័ត៌មានដែលបង្កអសន្តិសុខដល់ប្រជាពលរដ្ឋខ្មែរក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមកុំជឿពួកដែលបង្ហាញនៅព័ត៌មានដែលមិនពិតប្រាកដបើបងប្អូននៅក្រៅប្រទេសលោកអាចអញ្ជើញមកដល់ទឹកដីកម្ពុជានឹងឃើញថាសភាពនៅក្នុងកម្ពុជាមិនខ្លះហើយយើងទាំងអស់គ្នាសប្បាយរីករាយពុំមានបញ្ហាអីដែលធ្វើឲ្យយើងជួបការលំបាកទេអញ្ចឹងសូមផ្ដាំញើថាកុំជឿព័ត៌មានបំពុលសង្គមព័ត៌មានដែលធ្វើឲ្យខាតប្រយោជន៍ប្រជាពលរដ្ឋខ្ញុំក៏សូមគាំទ្រដាច់ខាតចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតដឹកនាំពិតជាត្រឹមត្រូវនិងរីកចម្រើនដែលធ្វើឲ្យយើងទាំងអស់គ្នាទទួលបាននូវសេចក្តីសុខសាន្តពិតប្រាកដសូមនិយាយថាទេចំពោះព័ត៌មានខ្លាំងៗ